You've been sending flowers, flowers to me. Flowers today, flowers today. Instead of sending flowers, come back to me and hold me in your arms again. សាច់រឿងបានចាប់ផ្ដើមនៅផ្ទះមួយខ្នងហើយមាននារីម្នាក់ដើរចេញមកហើយបន្ទាប់ពីនេះគឺជារឿងរ៉ាវរបស់នាង3នាងម្ដាយឪពុកកូនហើយមួយឆ្នាំមុននាងក៏បានមកទីនេះដូចគ្នាពេលនោះដែរនាងអាយុគ្រប់18ឆ្នាំនាងបានទទួលកូនសោអាចកំបាំងមួយដែលបានបញ្ជូននាងមកទីនេះហើយទីនេះដែរបើសិននាងបានចូលទៅហើយនឹងបានដឹងរឿងរ៉ាវដែរឪពុករបស់នាងបានលាក់បាំងមករហូតថ្ងៃនោះនាងទាំងខ្លាចហើយខ្វល់ខ្វាយក្នុងចិត្តព្រោះបើសិនបើនាងចូលទៅហើយបានដឹងរឿងអ្វីនោះវានឹងធ្វើឲ្យពេលវេលាដែលមានសេចក្តីសុខនឹងបានបញ្ចប់នៅពេលនេះជារៀងរហូតប៉ុន្តែចុងបញ្ចប់នាងក៏បានសម្រេចចិត្តចាក់សោហើយត្រៀមខ្លួននឹងដឹងការពិតគ្រប់យ៉ាងនាងបានបើកទ្វារធ្វើឲ្យខ្យល់បក់មកបាត់ទំហឹងធ្វើឲ្យកណ្ដាលនៅក្នុងផ្ទះនោះរសាត់មកពេញមុខរូបភាពបានកាត់ទៅកាលពីនាងនៅកុមារភាពរៀងរាល់ថ្ងៃនាងនឹងបំបីផ្លូវជាមួយនឹងប៉ានៅមុខផ្ទះនាងទៅរៀនចំណែកប៉ារបស់នាងស្លៀកពាក់ភ្លឹងទៅធ្វើការហើយតែងតែអញ្ចឹងរៀងរាល់ព្រឹកប៉ុន្តែនៅពីក្រោយការស្លៀកពាក់ភ្លឹងរបស់ប៉ានាងនោះដែរព្រោះពេលគាត់មកដល់កន្លែងធ្វើការគាត់ក៏បានប្រែកាឡាជាមនុស្សម្នាក់ផ្សេងទៀតហើយអាចកំបាំងដែលឪពុករបស់នាងបានលាក់ទៅគាត់គឺជាអ្នកគូម៉ាន់កាហើយមិនមែនម៉ាន់កាធម្មតាទេម៉ាន់ការរោគចិត្តសាច់រឿងវាបានចាប់ផ្ដើមកាលពី19ឆ្នាំមុននៅថ្ងៃដែលក្មេងស្រីចាប់កំណើតប៉ាពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញមុខកូនស្រីពេទ្យបានមកចូលរួមអបអរនឹងប៉ាដៃថ្មីតែពេលដែលពេទ្យបានឃើញឈ្មោះក៏បានដឹងភ្លាមថាគាត់គឺជាកាកូស៊ីកូតូជាអ្នកគូគំនូហើយគ្រូពេទ្យហ្នឹងគឺជាហ្វេនគាត់ទៀតផងហើយពេទ្យផ្សេងទៀតដែលបានឮហ្នឹងពួកនេះក៏បានស្គាល់ភ្លាមដែរថាគាត់គឺជាអ្នកគូម៉ាន់កាដ៏ល្បីឈ្មោះហើយនៅពេលនោះដែរលោកប៉ាក៏បានសច្ចានឹងខ្លួនឯងថានឹងលាក់បាំងអាជីពរបស់ខ្លួនឯងដើម្បីកូនស្រីជាទីស្រឡាញ់ព្រោះខ្លាចថាពេលកូនស្រីធំឡើងខ្មាស់មិត្តរូបភាពបានកាត់មកបច្ចុប្បន្នពេលដែលអ្នកនិពន្ធកំពុងមើលគំនូររបស់កូតូហើយនឹករលឹកដល់ការងាររបស់គាត់បែរជាត្រូវកូតូចូលមកប្រមានដោយប្រាប់ថាហាមយករបស់ទាំងអស់នេះមកកន្លែងធ្វើការតើមានដឹងឬអត់ថាគេត្រូវព្យាយាមខ្លាំងប៉ុណ្ណាដើម្បីយកច្បាប់ដើមទៅលាក់នៅបន្ទប់ទឹករបស់ដ៏សែនឆ្ងាយរៀងរាល់សប្តាហ៍ហើយត្រូវរៀបចំទីនេះមិនឲ្យដូចកន្លែងធ្វើការរបស់អ្នកគូគំនូទៀតព្រោះបើសិនជាហ៊ីម៉ែកូនស្រីជាទីស្រឡាញ់របស់គាត់ចូលមកទីនេះបានដឹងថាគេគឺជាអ្នកគូគំនូអាភាតើនឹងធ្វើយ៉ាងម៉េចហើយបើសិនកូនស្រីរបស់គេដឹងឃុំឃាំងខ្លួនឯងនៅក្នុងបន្ទប់សង្ងំមិនចេញទៅពិភពលោកខាងក្រៅមិនព្រមនិយាយស្ដីរកអ្នកណាប៉ាដែលយើងមានជីវិតដើម្បីអ្វីទៅមិត្តរួមការងារហ្នឹងក៏មិនយល់ដែរថាកូតូគាត់លាក់បាំងធ្វើអីព្រោះការពិតនៅតែជាការពិតដដែលហ្នឹងខំលាក់បាំងក៏នៅតែដដែលអ្នកទៀតក៏ប្រាប់ថាឯងមិនដឹងទេអីអ្នកគូគំនូររបស់យើងស្លៀកពាក់ឡើងសង្ហាចេញពីផ្ទះដើរឡើងភ្លឹងនៅមុខកូនដល់ពេលពាក់កណ្ដាលផ្លូវបែរជាផ្លាប់ដូរសម្លៀកបំពាក់មកធម្មតាសាមញ្ញវិញដែលគាត់ធ្វើបែបនេះដោយសារតែគាត់នឹងរក្សាអាចកំបាំងរបស់គាត់តែអាប៉ែវ៉ាន់តានឹងក៏នៅតែឆ្ងល់ដែរថាហេតុអីបានជាកូតូមិនពាក់អាវភ្លឹងរបស់គាត់មកធ្វើការទៅដោះធ្វើអីមិត្តរួមការងារក៏ប្រាប់ថាបើមិនពាក់កៅអៅស្រួលអាវយឺតធម្មតាទេនឹងធ្វើការមិនកើតទេនឹកមិនឃើញដែលពេលនេះគាត់ព្រមពាក់កៅអៅនឹងគឺសំណាងខ្លាំងណាស់ហើយបើកាលពីមុនវិញនោះគាត់សត្វតែដោះកៅអៅគូគំនូទៀតផងរហូតគ្រប់គ្នាហៅថាអ្នកគូគំនូអាក្រាតកាយតែដោយក្តីមានអ្នករបស់គាត់ទៅមានថ្ងៃនេះហើយទង្វើទាំងអស់នេះគឺជារឿងរ៉ាវមុនកូនស្រីជាទីស្រឡាញ់របស់គាត់កើតក្រោយមកយើងបែរមកមើលជីវិតរបស់ហ៊ីម៉ែម្ដងមិត្តរបស់នាងក៏បានសួរនាងថាប៉ារបស់ហ៊ីម៉ែធ្វើការអីហ៊ីម៉ែក៏ប្រាប់ថានាងក៏អត់ដឹងដែរតែឃើញថាគាត់ចេញទៅធ្វើការរាល់ថ្ងៃតែមិត្តម្នាក់ទៀតក៏បាននិយាយថាគ្រូហាមមិនឲ្យយើងទៅសួរមិត្តទេថាពុកម្ដាយឬអាណាព្យាបាលរបស់ពួកគេធ្វើការអីព្រោះវាជារឿងផ្ទាល់ខ្លួនហើយនឹងមុខរបររៀងខ្លួនរបស់ពួកគាត់បើយើងសួរនាំវាអាចនឹងនាំបញ្ហាមកកាន់ពួកយើងគ្រូដែលបានឮដែលនិយាយក៏បានប្រាប់ថាត្រឹមត្រូវហើយក្មេងៗតែតាមការពេទ្យនោះកូតូបាននិយាយជាមួយនឹងអ្នកគ្រូអស់ហើយនៅពេលដែលនិយាយជាមួយកូតូអ្នកគ្រូនឹងឆ្ងល់ខ្លាំងណាស់ការដែលបានខ្លាចជានិគូម៉ាន់កាគឺអស្ចារ្យខ្លាំងណាស់ហេតុអីបានត្រូវលាក់បាំងតែកូតូក៏ប្រាប់ថាហេតុអីបានជាអ្នកគ្រូហ៊ាននិយាយម៉េះខ្ញុំមិនបានគូតុក្កតាព្រះនាង Snow White Cinderella អីនោះទេគ្រូនឹងក៏ដឹងដែរថាគាត់នឹងគូម៉ាន់កាប្រភេទបែបណាព្រោះតែគាត់នឹងបានតាមអានគ្រប់ទំព័រគាត់ជា fan ចូលចិត្តអានកូតូនឹងក៏បានបញ្ជាក់ម្ដងហើយម្ដងទៀតថារឿងទាំងអស់នេះហាមឲ្យអ្នកណាដឹងឲ្យសោះជាពិសេសហ៊ីម៉ែកូនស្រីជាទីស្រឡាញ់របស់គេបើសិននាងដឹងនាងនឹងពិបាកចិត្តខ្លាំងហើយទោះបីគ្រូប្រាប់ថាកូតូល្បីក៏តែមានមោទនភាពលើខ្លួនឯងតែកូតូនឹងមិនស្ដាប់ទេព្រោះគិតថាគ្រូមិនបានស្គាល់ពិភពលោកការពិតនោះឡើយថាគ្រប់គ្នានឹងមានមតិយោបល់យ៉ាងម៉េចជាមួយនឹងអ្នកគូគំនូអាភាក្រោយមករូបភាពក៏បានកាត់ទៅពេលដែលកូតូកំពុងតែធ្វើការ
ពេលនោះដែរមានមនុស្សបានខលមករកគេហើយណែនាំខ្លួនថាអ្នកកាយសម្រួលសិភៅថ្មីរបស់គាត់ហើយនៅពេលនេះដែរគាត់បានធ្វើអាវយឺតសម្រាប់ fan club ដូចរាល់ហើយមកសន្ទុះទៀតគាត់នឹងផ្សាយទៅឲ្យពេលដាក់ទូរស័ព្ទចុះព្រាមក៏តើនឹងបានគិតថាអញទីនេះបដូរអ្នកកាយសម្រួលទៀតហើយក្រោយមកក៏តើនឹងបានរងចាំអាវយឺតដែរអ្នកកាយសម្រួលប្រាប់ថានឹងផ្សាយមកឲ្យប៉ុន្តែចាំហើយចាំទៀតមិនឃើញរបស់ផ្សាយមកសោះប្រវត្តិតានឹងក៏ប្រាប់ថាឬមួយពួកគេយល់ច្រឡំផ្ញើឲ្យទាំងអស់នោះទៅផ្ទះរបស់កូតូឲ្យតែដឹងពេលលឺបែបហ្នឹងហើយគេក៏បញ្ញាប់រត់ត្រឡប់ទៅផ្ទះភ្លាមព្រោះប្រសិនបើអ្នកកែសម្រួលផ្ញើសៀវភៅទៅផ្ទះរបស់គាត់ពិតមែននោះហ៊ីមេប្រកាសជាដឹងការពេទ្យអស់មិនខានតាមផ្លូវដែលរត់ទៅវិញគេក៏មិនភ្លេចឯកសណ្ឋានការងាររបស់គេដែរហើយសង្ឃឹមថាគ្រប់យ៉ាងនឹងកន្លងផុតទៅដោយរលូនទៅចោះហ៊ីមេត្រូវតែមិនដឹងការពេទ្យទោះបីជាកូតូបនស្រន់ឲ្យរឿងដែលប្រវត្តិតានិយាយមិនមែនជាការពេទ្យតែដល់ពេលបើកទ្វារចូលទៅក្នុងផ្ទះក៏បានឃើញថាហ៊ីមេកំពុងតែអង្គុយជាមួយនឹងអ្នកកែសម្រួលថ្មីកូតូឃើញហើយភ្ញាក់ផ្អើលខ្លាំងណាស់ភ្ញាក់ផ្អើលប៉ុណ្ណឹងមិនគ្រាន់ទេអ្នកកែសម្រួលនោះនៅពេលអាវយឺតវត្ថុអនុស្សាវរីយ៍សម្រាប់ហ្វេនដែលមានមុខរបស់គេមកទៀតផងរហូតធ្វើឲ្យកូតូបញ្ញាប់តណៃនាំខ្លួនបែបចិត្តដិតមែនតែនហ៊ីមេដែលបានឃើញថាប៉ារបស់ខ្លួនកំពុងតែនិយាយគ្នាទើបគិតថានឹងទៅឆុងតែមកឲ្យគាត់ទាំងពីរអ្នកផឹកកូតូក៏បានប្រាប់កូនស្រីថាមិនបាច់បញ្ញាប់ទេកូនមួយព្រោះបញ្ញាប់ពេកតែវាលេងឆ្ងាញ់តាមសម្រួលទៅណាក្រោយឮសំឡេងបិទទ្វារហើយកូតូក៏បានបញ្ញាប់ចាប់ក្បួយកអាវរបស់អ្នកកែសម្រួលភ្លាមហើយព្រមទាំងបានជេរថាឲ្យលោកឯងយកអាវមកពាក់ធ្វើអីអ្នកកែសម្រួលបានឆ្លើយថាដំបងគាត់តែពាក្យបែបហ្នឹងហើយកូតូនឹងចូលចិត្តហើយសប្បាយចិត្តត្រេកអរតែការពេទ្យនោះខ្ញុំក៏មិនចង់ពាក្យដែរអាវយឺតដែលគួរឲ្យខ្មាស់គេបែបនេះកូតូបាននិយាយបន្ថែមទៀតថាយើងប្រាប់ហើយថាឲ្យដាក់ម៉ូតដែរអាចចេញដើរទៅខាងក្រៅបានកន្លងផុតទៅមិនបានជួបប៉ុណ្ណាផងហ៊ីមេក៏បានយកតែមកល្មមហើយបានឃើញថាភ្ញៀវរបស់លោកប៉ាកំពុងអង្គុយអបដៃមុខឡើងមឹងម៉ាត់ធ្វើឲ្យហ៊ីមេយល់ថាឃើញបែបនេះហើយមើលទៅភ្ញៀវរបស់លោកប៉ាប្រកាសជាអ្នកដែរមានយសធម៌មិនខានឬមួយគាត់ជាមេរបស់ប៉ាតែដឹងទៅបានជាហ៊ីមេប្រាប់ថានាងនឹងទៅយកនំមកបន្ថែមផុតតែភ្នែកកូនស្រីមួយភ្លែតសោះកូតូក៏បានបាញ់ប៉ាំងទៅទៀតដែរដោយប្រាប់ថាបើឯងធ្វើទង្វើបែបនេះហ៊ីមេប្រកាសជាយល់ច្រឡំថាឯងជាមេមិនខានទាំងដែលឯងនឹងក្មេងជាងយើងចាប់បដូរស្ទាយបាំងមាត់ឲ្យលើនេះភ្លាមនៅពេលដែលហ៊ីមេយកនំមកបម្រើភ្ញៀវនាងក៏បានឃើញហើយយល់ភ្លាមថាទង្វើគាត់បែបនេះប្រកាសជាអ្នកម៉ាក់មិនខានទាំងពីរអ្នកនឹងគឺឆ្ងល់ខ្លាំងមែនទែនថាហេតុអីបានជាហ៊ីមេនឹងគិតចេញអញ្ចឹងទៅវិញទៅបានជាគាត់គិតថាគាត់ត្រូវតែបដូរស្ទាយថ្មីហើយជាស្ទាយដែលយកដៃនឹងតបមុខតបថ្ពាល់ដោយកំពុងតែខ្មាស់អៀនធ្វើឲ្យហ៊ីមេយល់ថាឬមួយនេះគឺជាស្ទាយរបស់មនុស្សលោកខេកដល់ពេលគាត់ដូរស្ទាយទៀតហ៊ីមេនឹងក៏យល់ថាគាត់ប្រកាសជាអ្នកលេងព្យ៉ាណូមិនខានដល់ពេលអ្នកកែសម្រួលសាកយកជើងមកខ្វែងគ្នាហ៊ីមេនឹងគិតថាជាគណៈកម្មការវិញរហូតអ្នកកែសម្រួលនឹងអស់មតិយោបល់ព្រោះនាងមានកំណត់ខុសពីគេអ្នកដទៃកន្លងផុតទៅមិនបានជួបបណ្ណាទេហ៊ីមេក៏បានចេញទៅឆុងតែមកបន្ថែមទៀតកូតូនឹងព្យាយាមគិតរកគម្រោងការថ្មីដោយគេនឹងប្រើសមត្ថភាពដែលគេខំសន្សំមករាប់ឆ្នាំដើម្បីមកគូម៉ូតអាវឡើងមកសេជាថ្មីមិនឲ្យហ៊ីមេមើលដឹងថារូបនៅលើអាវនឹងជាអ្នកណាគេក្រោយមកលទ្ធផលពួកយើងក៏បានឃើញហើយវាចេញជារូបភាពរបស់ក្មេងស្រីដែលមានមុខមើលទៅប្លែកចម្លែកខុសពីគេឯងរហូតមើលលេងដឹងហើយថានេះគឺជារូបអីតែដល់ពេលហ៊ីមេបានឃើញនាងក៏បានដឹងថានេះគឺជារូបតុក្កតាក្មេងស្រីដែលមានគេឈ្មោះល្បីល្បាញក្រោយមកនៅពេលល្ងាចហ៊ីមេក៏បាននិយាយប្រាប់កូតូថាថ្ងៃនេះមិត្តបានសួរនាងដែរថាប៉ាធ្វើការអីហើយនាងក៏បានឆ្លើយមិត្តភក្តិថាប៉ារបស់នាងកំពុងធ្វើការទោះបីនាងឆ្លើយខុសសំណួរតែកូតូគេពិតជាយល់ស្របនឹងចម្លើយរបស់កូនស្រីខ្លាំងណាស់ហ៊ីមេបានសួរកូតូថាអ្នកដែលមកថ្ងៃនេះគឺជា CEO មែនឃើញគាត់ពាក់អាវយឺតហើយមើលទៅមុខមាត់សាច់ឈាមគាត់ហើយនឹងអាកប្បកិរិយារបស់គាត់ដូចជាអ្នកមានមុខមានមាត់ណាស់កូតូនឹងចម្លើយចិត្តខ្លាំងណាស់ហ៊ីមេពេលហ្នឹងសោះស្គាល់ពាក្យថា CEO ហើយមែនហ៊ីមេក៏ប្រាប់ថានាងបានឮមកពី TV តែទៅកាលហ៊ីមេ18ឆ្នាំវិញតែនាងបានដឹងពីអាថ៌កំបាំងរបស់លោកប៉ាដែលឃើញសម្បត្តិដែល fan club នោះផ្ញើមកឲ្យជាច្រើនទើបនាងគិតថាប៉ាមិនគួរលាក់បាំងនាងសោះនាងក៏ឆ្ងល់ដែរថាអីបានជាប៉ាលាក់បាំងនាងដល់ថ្នាក់ហ្នឹងរូបភាពបានកាត់មកបច្ចុប្បន្នវិញគ្រប់គ្នានឹងកំពុងតែឈរមើលកូនឆ្មាដែលកំពុងតែហូរទៅតាមទឹកដែលគ្មានអ្នកណាអាចជួយកូនឆ្មាបាននោះទេកូតូដែលដើរកាត់មកគេក៏បានជួយសង្គ្រោះពេលជួយកូនឆ្មារួចហើយគេក៏បានដើរទៅកន្លែងធ្វើការរបស់គេបន្តកាត់មកខាងហ៊ីមេនាងកំពុងតែនិយាយជាមួយនឹងមិត្តថាគួរសរសេរសំពោថាម៉េចនៅលើกระดาษទៅមិត្តក៏បានប្រាប់ថាសម្រាប់មនុស្សប្រុសភាពជោគជ័យគឺជារឿងដ៏ធំមួយរូបភាពបានកាត់មកផ្ទះកូតូដែលបានឃើញกระดาษសំពោរបស់កូនស្រីគឺពិតជាភ្ញាក់ផ្អើលណាស់ព្រោះតែហ៊ីមេសរសេរតែប្រយោគខ្លីមួយទេគឺអ្នកធំដុំប៉ុន្តែកូតូក៏មិនដឹងទេថាហ៊ីមេបានន័យដល់អីដល់ថ្នាក់យករឿងហ្នឹងមកគិតឲ្យគិតច្រើនមិត្តដែលពាក់វ៉ែនតាក៏ប្រាប់ថារឿងដ៏ធំដុំរបស់អ្នកគូមែនការគឺការដែលយើងគូបោះពុម្ពផ្សាយហើយអ្នកទស្សនាចូលចិត្តមើលចូលចិត្តអាន
ហើយលក់ដាច់នៅក្នុងទីផ្សាររហូតត្រូវមិត្តនឹងដាំម្ដាយលើផ្កាពោះទោះបីជាប្រវែនតានិយាយត្រូវប៉ុន្តែវាមិនមែនជារឿងងាយទេដែលធ្វើមិនឲ្យរឿងរបស់យើងលក់ដាច់ល្អមានមនុស្សប្រាប់ឲ្យគេនឹងគូមិនការតាមត្រែនគេកំពុងល្បីកូតូនឹងក៏សម្រេចចិត្តភ្លាមថានឹងធ្វើបែបនោះទោះបីគេមិនចូលចិត្តធ្វើតាមនរណាតែបើដើម្បីភាពល្បីល្បាញតាមដៃហ៊ីមេត្រូវការគេត្រូវតែប្រញាប់ធ្វើឥឡូវនេះភ្លាមពេលនោះដែរនារីម្នាក់នៅក្នុងក្រុមក៏បានប្រាប់ថាលក់ដាច់ហើយនឹងធំដុំវាជាគំនិតរបស់ពួកឯងដែលមានគំនិតអន់ពេលនោះដែរមាននារីម្នាក់បើកទ្វារចូលមកមនុស្សនៅក្នុងបន្ទប់ហ្នឹងក៏បាននាំគ្នានិយាយថាទៅជប់លៀងជាមួយនឹងមិត្តរួមចំនួនយ៉ាងម៉េចដែររស់សឺក៏ប្រាប់ថានាងទៅមានតែមនុស្សឆ្នៃសរសើរនាងថានាងគឺជាអ្នកនិពន្ធអ្នកគូគំនូរដ៏ទាន់សម័យដ៏ឆ្នើមមួយរូបនាងត្រូវគេឆ្នៃសរសើរប៊ីនឹងហោះរស័ព្ទបាត់ហើយរួមមនុស្សនៅខាងក្រៅនាំគ្នាយល់ថាការដែលបានក្លាយជាជំនួយការអ្នកគូគំនូរគឺពិតជាអស្ចារ្យខ្លាំងណាស់ធ្វើឲ្យនាងមានអារម្មណ៍ថាជីវិតរបស់នាងហោះដល់កំពូលម្នាក់នៅក្នុងបន្ទប់នោះក៏បាននិយាយថាមិនក៏ដោយនៅលើពិភពលោកនេះការដែលយើងមានគេឈ្មោះល្បីល្បាញគឺជាអ្វីមួយដែលអស្ចារ្យបំផុតហើយកូតូក៏ប្រាប់ថាមិនហើយគេក៏ចង់មានគេឈ្មោះល្បីល្បាញដែរតែកញ្ញាសក់កំពោយក៏បាននិយាយថាហើយបើកូតូមានគេឈ្មោះល្បីល្បាញទំនិញលក់ដាច់អាចកំបាំងដែលគេខំលាក់បាំងពីហ៊ីមេនឹងត្រូវលាតត្រដាងធ្វើឲ្យកូតូគិតថានៅពេលនេះគំនិតរបស់គេកំពុងតែដើរទៅផ្លូវខុសកាត់មកខាងសាលារៀនសិស្សម្នាក់ក៏បានគូររូបហេរ៉ូដែលបានជួយសង្គ្រោះកូនឆ្មាហើយពេលនេះពួកគេនឹងតាមស៊ើបរកឈ្មោះរបស់ហេរ៉ូដែលជួយសង្គ្រោះកូនឆ្មាឲ្យទាល់តែឃើញទើបក្មេងៗបង្កើតក្រុមស៊ើបអង្កេតចាប់ផ្ដើមគម្រោងការរបស់ពួកគេគឺទៅកន្លែងដែលហេរ៉ូម្នាក់នោះបាត់ខ្លួនហ៊ីមែនជាប់គាំងព្រោះប៉ារបស់នាងធ្លាប់ប្រាប់ថាកន្លែងដែលនាងនឹងទៅនោះវាមានសត្វចម្លែកមិត្តភ័ក្តិក៏ភ្ញាក់ផ្អើលផងដែរហើយប្រាប់ហ៊ីមែថាមិនអាចទៅរួចទេមិនបានទីនោះមានបិសាចទៅគ្រូដើរកាត់មកបានលឺគ្រប់យ៉ាងទៅបានជាប្រាប់ថានៅទីនោះមានសត្វចម្លែកពិតមែនហើយវាចូលចិត្តទៅកន្លែងលក់សិភៅដែលមិនបានមានលក់សិភៅតុក្កតាទេហើយផឹកទឹកវេទមន្តគ្រូដែលបានទៅជួបក៏បានជាប់ជាតិសោយមកច្រើនដងហើយដែរកូនសិស្សដែលបានស្រាប់ហើយក៏នាំគ្នាគិតថាតើគួរទៅទីនោះល្អឬអត់នៅខាងកូតូគេបានចៃដន្យខ្លាំងណាស់មកចូលជាមួយនឹងថាកេអ៊ីល្មមហើយក៏បានបណ្ដើរគ្នានិយាយពីរឿងនេះរឿងនោះនៅខាងក្រុមកូនក្មេងចុះបញ្ចប់ពួកគេនៅតែសម្រេចចិត្តមកដដែលនៅពេលដែលទាំង4នាក់កញ្ញាញ់ខួរដើរតាមរកទ្វារមួយក៏បានបើកទ្វារមកព្រមទាំងមានចៅភេទទី3ចេញមកវាជាទីកន្លែងដែលកូតូចូលចិត្តផ្លាស់ប្ដូរសម្លៀកបំពាក់នៅទីនេះក្មេងៗគិតហើយយល់ច្រឡំថាគាត់គឺជាសត្វចម្លែកឬបីសាច់ដែលគ្រូបាននិយាយប្រាប់ម្ចាស់ហាងដែលត្រូវក្មេងៗចោទប្រកាន់ក៏បានសម្រេចចិត្តដេញបង្អើក្មេងលេងហើយក៏ចង់ដឹងថាក្មេងៗនឹងស្ដីឲ្យគេឬសរសើរកូតូដែលបានឃើញកូនស្រីល្មមក៏បានបោះអាវុធក្នុងដៃរបស់គេដែលបានជួយសង្គ្រោះឆ្មាមុននេះចូលទៅជួយក្មេងៗចំណែកក្មេងៗដែលបានឃើញក៏បាននឹកឃើញភ្លាមថាវាគឺជាអាវុធរបស់ហេរ៉ូម្នាក់នោះដែលបានប្រើសម្រាប់ជួយសង្គ្រោះកូនឆ្មាពេលបែរទៅឃើញមុខសញ្ញាអ្នកបោះហើយក៏បាននាំគ្នារត់ដេញតាមទៅបានជាកូតូរត់ចូលទៅកន្លែងលក់សិភៅពេលក្មេងៗរត់ទៅតាមក៏បានឃើញថាហាងសិភៅនេះអត់មានលក់សិភៅតុក្កតាផងបើតាមតែគ្រូបានប្រាប់នោះនេះប្រកាសជាសម្បុករបស់សត្វចម្លែកនោះមិនខានក្រោយមកក្មេងៗប្រញាប់ដេញតាមរកហេរ៉ូហើយបានជួបគេពិតមែនប៉ុន្តែមនុស្សម្នាក់នោះបែរជាក្រិចធ្វើឲ្យក្មេងៗគិតថានេះមិនមែនជាហេរ៉ូរបស់ពួកយើងទេតាមតែគ្រូបានប្រាប់នោះចំណុចខ្សោយរបស់សត្វចម្លែកគឺជាសិភៅតុក្កតាក្មេងម្នាក់នៅក្នុងក្រុមក៏បានទាញយកសិភៅតុក្កតាកប់ទៅកាន់សត្វចម្លែកហើយនាំគ្នាចាប់រត់ចាក់ចេញទៅហើយតាមកាប់ទៅទីនេះគ្រាន់តែជាកាហ្វេដែលមានសិភៅឲ្យអានច្រើនខ្លាំងណាស់ប៉ុន្តែមិត្តភ័ក្តិរបស់ហ៊ីមែនឹងប៉ិនសម័យខ្លាំងណាស់គិតតែម្នាក់ឯងប្រេះផ្ដាស់ថាទីនេះគឺជាសម្បុករបស់សត្វចម្លែកដល់យប់ឡើងហ៊ីមែក៏បាននិយាយប្រាប់កូតូថាថ្ងៃនេះនាងក្រុមមិត្តរបស់នាងរត់គេចសត្វចម្លែកដែររត់ឡើងពេញទីក្រុងហ៊ីមែនិយាយដោយមានភាពត្រេកអរទើបបានជាប៉ានឹងប្រាប់ថាចាប់ពេលនេះតទៅហ៊ីមែកុំតែលេងហ្គេមដែលមានគ្រោះថ្នាក់បែបហ្នឹងអីណាពេលកូតូបិទភ្លើងហើយកំពុងតែចូលគេងគេក៏បានសួរកូនស្រីថាហេតុអីកូនសុំពោឲ្យប៉ាខ្លាចជាម្នាក់ធំដុំទៅហ៊ីមែបានឆ្លើយថាព្រោះកូនគិតថាវាប្រកាសជាធ្វើឲ្យប៉ាមានសេចក្តីសុខមិនខានហើយប៉ាអត់មានក្តីសុខទៅអីកូតូក៏បានឆ្លើយថាប៉ាមានក្តីសុខណាស់ប៉ុន្តែរឿងដែលធ្វើឲ្យប៉ាមានក្តីសុខខ្លាំងនោះកូតូក៏បាននឹកដល់រូបថត3អ្នកឪពុកកូនគេពេលនោះម៉ាក់របស់ហ៊ីមែបានប្រាប់កូតូថាមិនថាមានរឿងអីកើតឡើងគេត្រូវតែចិញ្ចឹម3បាច់កូនឲ្យបានល្អបំផុតកូតូដែលនឹកដល់ហេតុការណ៍ម្ដងនោះគេក៏បាននិយាយឡើងថាហ៊ីមែគេធំលូតលាស់បានល្អណាស់រូបភាពបានកាត់ទៅពេលដែលហ៊ីមែបានដឹងការពិតរបស់លោកប៉ានាងបានគយគិតថាខ្លួនមិនមានការចងចាំអ្វីពីប៉ុណ្ណឹងអ្នកម៉ាក់សោះព្រោះប៉ាមិនសូវនិយាយដល់រឿងម៉ាក់តែពេលដែលមើលគ្រប់យ៉ាងកន្លងមកហ៊ីមែគិតថាម៉ាក់ជាមនុស្សល្អិតល្អន់ខ្លាំងណាស់ព្រោះតែគាត់បានរៀបចំរបស់របរដែលចាំបាច់សម្រាប់ហ៊ីមែដាក់ប្រអប់កាលពីក្មេងហ៊ីមែមានក្តីសុខខ្លាំងណាស់ដែលទន្ទឹងរង់ចាំពេលវេលាបើកប្រអប់រៀងរាល់ឆ្នាំប៉ុន្តែដោយសារតែពេលដែលម៉ាក់រៀបចំរបស់ទុកឲ្យនោះវាយូរណាស់ហើយទើបរបស់នីមួយៗដែលគាត់ទុកដាក់ឲ្យនឹងសុទ្ធតែរបស់ហួសសម័យអស់ប៉ុន្តែវាក៏ធ្វើឲ្យនាងមានអារម្មណ៍ដល់ពេលដែលម៉ាក់របស់នាងនៅទីនេះនៅឡើយក្រោយមកហ៊ីមែបានដើរទៅបន្ទប់មួយដែលបានទុកប្រអប់នោះរៀងរាល់ឆ្នាំ
ហើយបានឃើញថាប្រអប់នៅសល់តែ4ទេធ្វើឲ្យនាងគិតថាគ្រប់ហេតុការណ៍ដែលនាងបានឆ្លងកាត់នោះទាំងពេលដែលនាងបានគូររូបនៅឆ្នេរសមុទ្រមើលកាំជ្រួចហើយនៅថ្ងៃគ្រីស្មាសការចងចាំទាំងអស់វាសុទ្ធតែមានការពាក់ព័ន្ធនឹងគ្នារហូតធ្វើឲ្យនាងដឹងថាប្រអប់กระดาษទាំងអស់នោះលោកប៉ាជាអ្នកត្រៀមទុកឲ្យនាងរូបភាពបានកាត់ទៅពីអតីតកាលថាទេណាណាអូតូក៏បានផ្ញើកាបូបមកឲ្យនាងកូតូគេក៏រៀងអន់ចិត្តដែរដែលបានឃើញថាកូនស្រីកំពុងតែសប្បាយអរជាមួយនឹងកាតាបថ្មីហ៊ីមេក៏បានលួងចិត្តកូតូថាទោះបីដូច្នេះនាងក៏ចូលចិត្តកាតាបដែលប៉ាទិញឲ្យជាងហើយក៏មិនចង់ឲ្យណាអូតូខូចចិត្តទើបបានជាថ្ងៃនេះស្ពាយកាតាបទៅទាំងពីរកូតូនឹងចង់ថតរូបដែរហ៊ីមេស្ពាយកាតាបពីរទុកជាអនុស្សាវរីយ៍ប៉ុន្តែពេលថតរូបចេញមកក្នុងរូបថតនោះឃើញតែកាតាបដែលកូតូទិញឲ្យទេពេលមកដល់កន្លែងការងារកូតូក៏បានមកលួដាក់មិត្តរួមការងារថាណាអូតូតែងតែផ្ញើកាបូបមកឲ្យហ៊ីមេរៀងរាល់ឆ្នាំប៉ែវ៉ែនតានឹងក៏សួរថាណាអូតូនឹងជាណាគេទៅមិត្តផ្សេងទៀតក៏បានមកទាញឲ្យប៉ែវ៉ែនតាចេញទៅដោយប្រាប់ថាកុំទៅញ៉ៃញ៉ៃរូបតខ្លួនរបស់គេកូតូវិញគិតថាណាអូតូពិតជាមនុស្សមិនធម្មតាមែនដល់ថ្នាក់ទិញកាតាបទៅសាលាឲ្យហ៊ីមេដោយមិនមានភាពរអ៊ីឲ្យសោះទាំងដែលគេជាឪពុកគួរតែមានមោទនភាពតែម្នាក់ឯងពេលដែលបានទិញកាតាបឲ្យកូនស្រីព្រោះធម្មតាក្នុងគ្រួសារគឺត្រូវតែមានសង្គ្រាមដណ្ដើមនិងទិញកាតាបឲ្យក្មេងតែហេតុការណ៍ម្ដងនេះអ្នកក្រៅដែលជាអ្នកទិញកាបូបឲ្យហ៊ីមេទៅវិញវាពិតជាយុត្តិធម៌ណាស់កន្លងផុតទៅមិនបានយូរប៉ុណ្ណាផងកូតូក៏បានលោឡាព្រោះនៅសុកការងារចូលមកមិនដឹងខ្លួនដោយសារគេត្រូវទៅសញ្ញេហើយបើសិនគេត្រូវចេញទៅទីសាធារណៈនៅថ្ងៃអាទិត្យបែបនេះបើហ៊ីមេដឹងពួកគាត់ជិះមានរឿងធំកើតឡើងមិនខានដូច្នេះគេត្រូវតែបញ្ញាបដិសេធតែពេលនោះរ៉ូសឹកក៏ប្រាប់ថាឲ្យបដិសេធពេលនេះក៏មិនទាន់ដែរព្រោះគ្រប់យ៉ាងត្រូវប្រកាសទៅ social media ហើយក៏តពេលដឹងថាថ្ងៃអាទិត្យគឺជាថ្ងៃដែលហ៊ីមេទន្ទឹងរង់ចាំនឹងបាននៅជាមួយនឹងលោកប៉ាហើយនៅថ្ងៃនោះពួកគេក៏ទទួលបានសម្បត្តិចូលទៅលេងក្នុងសួនកំសាន្តផងដែរទីនោះជាកន្លែងដែលកូនក្មេងចូលចិត្តខ្លាំងណាស់ព្រោះទីនោះដែរវាមានអាជីពជាច្រើនឲ្យយើងសាកសៅលបងហើយពិបាកក្នុងការកក់សម្បត្តិខ្លាំងមែនទែនក្រោយមកកូតូក៏បានចេញពីកន្លែងការងារដើរត្រឡប់ទៅផ្ទះវិញដូចមនុស្សគ្មានវិញ្ញាណរួចហើយគេក៏បានទៅជួបជាមួយនឹងមនុស្សដែរតែងតែផ្ញើកាតាមកឲ្យហ៊ីមេហើយប្រាប់ថាឈប់ផ្ញើមកទៀតទៅព្រោះតែគេមិនដឹងថាត្រូវបកស្រាយប្រាប់ហ៊ីមេមិនម្នាក់នៅក្នុងឡានក៏ប្រាប់ថាឬមួយឯងនៅស្អប់គេពេលនេះឯងជាឪពុកគេហើយយ៉ាងហោចណាស់គួរតែយកអារម្មណ៍គេខ្លះបើសិនថ្ងៃមួយហ៊ីមេប្រាប់ថាចង់រៀបការជាមួយនឹងមនុស្សប្រុសដែលគេនាំមកហើយមនុស្សម្នាក់នោះគឺជាអ្នកដែរគូមិនកែសិនតាតែឯងនៅទៅយកព្រមឲ្យនាងរៀបការជាមួយឬអត់ក៏តោគេច្រឡំមាត់ស្រែកថាមិនមានផ្លូវឲ្យកូនស្រីរៀបការជាមួយនឹងមនុស្សបែបហ្នឹងទេមិនយូរទេឡាននោះក៏បានបើកចេញទៅកូតូដែលឈរនៅម្នាក់ឯងក៏នឹកឃើញថាមែនហើយគេមិនអាចបណ្ដោយឲ្យហ៊ីមេទាក់ទងនឹងមនុស្សបែបហ្នឹងបានទេរួចហើយគេក៏បានរត់ត្រឡប់ទៅផ្ទះវិញដោយភាពច្របូកច្របល់ថ្ងៃបន្ទាប់កូតូពិតជាពិបាកចិត្តខ្លាំងណាស់ stress ហើយគិតថាអ្នកណាគេទៅមកសុំអត្ថលេខារបស់គេទៅបើសិនទៅមិនមានអ្នកណាមកគេសុំនៅផ្ទះលេងជាមួយនឹងហ៊ីមេល្អជាងរ៉ូសឺក៏បានចូលមកណែនាំរឿងល្អៗសម្រាប់កូតូស្រួលកូតូគេអាចនឹងធ្វើរឿងគ្រប់យ៉ាងក្នុងពេលតែមួយបានក៏ថាបានដែរព្រោះតាមធម្មតាពេលដែលមនុស្សចាស់ទៅសួនកំសាន្តភាគច្រើនគឺនៅតែក្នុងបន្ទប់ទេចាំមើលក្មេងៗហើយកូតូនឹងយកពេលវេលានោះមកចូលអត្ថលេខាព្រោះកន្លែងដែលយើងទៅចែកអត្ថលេខាហ្នឹងគឺនៅកន្លែងតែមួយគ្នាទៀតទោះបីទឹកមុខគេល្អប្រសើរជាងមុនតែក៏គិតថាបើសិននៅថ្ងៃនោះគេបានជួបហ៊ីមេនោះវាប្រកាសជាយ៉ាប់ខ្លាំងមិនខានតែរ៉ូសឹកក៏ប្រាប់ថាកូតូអត់មានជំរឿសច្រើនទេចាំគ្រប់គ្នានឹងជួយដល់ថ្ងៃអាទិត្យគ្រប់គ្នាក៏ធ្វើតាមផ្លែនពេលជួលដំណើរហ៊ីមេរួចហើយគ្រប់គ្នាក៏បានធ្វើសញ្ញាឲ្យទៅកម្មវិធីភ្លាមពេលចេញមកវិញហើយឲ្យទៅក្នុងសម្លៀកបំពាក់ដែលរុំទុំបែបនេះក៏មិនកើតព្រោះវាមិនមែនជាធាតុពេទ្យរបស់គេទេក្រោយមកកូតូក៏បានប្រែកាយមកជាសម្លៀកបំពាក់សំណប់ចិត្តរបស់គេដដែលវិញតែពេលនោះដែរគេក៏ចាប់ផ្ដើម stress ថាបើសិនទៅចូលក្នុងកម្មវិធីហើយមិនមានមនុស្សមកតើនឹងធ្វើយ៉ាងម៉េចបន្តគ្រប់គ្នាក៏បានផ្ដល់កម្លាំងចិត្តទៅកាន់កូតូមិនថាមានរឿងអីច្បាស់ជាមានមនុស្សមកមិនខានពេលមកដល់ឃើញមានមនុស្សនឹងតម្រង់ជួរឡើងមួយខ្សែមើលទៅមុខនៃកាយសម្រួលវិញគឺដូចជាមានមោទនភាពខ្លាំងណាស់ព្រោះតែគេនិយាយមុននេះវាខ្លាចជាការពេទ្យហើយតែដល់ងាកទៅមើលក្បាលជួរពួកគេមិនមែនជាជួរដែរមកតម្រង់ជួរសុំអត្ថលេខារបស់កូតូនោះទេតែបែរជាមកសុំអ្នកផ្សេងចំណែកមុខរបស់កូតូវិញស្ទើរតែមិនមានអ្នកណាមកជន់នេះកាយសម្រួលក៏បានផ្ដល់កម្លាំងចិត្តគេថាពេលនេះយើងមិនទាន់ចាប់ផ្ដើមទេបើដល់ពេលពួកគេនឹងមកចូលរួមដោយខ្លួនឯងនឹងឯងម្យ៉ាងទៀតអ្នកដែលមកគឺមានតែ100នាក់ទេហើយសុទ្ធតែចុះឈ្មោះដោយខ្លួនឯងតែកូតូនៅតែមិនជឿគិតថាពួកគេប្រកាសជាចុះឈ្មោះខុសនិកាយសម្រួលក៏ប្រាប់ថាបើសិនមិនមានអ្នកមកចូលរួមពិតមែនគេនឹងឲ្យបុគ្គលិកផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យបន្លប់ធ្វើជាអ្នកដែលមកសុំសញ្ញេពីគេឬបែបហ្នឹងហើយអ្នកណាទៅសប្បាយចិត្តចេញនៅខាងហ៊ីមេវិញនាងកំពុងតែសាកធ្វើអាជីពនេះអាជីពនោះហើយនៅក្នុងខ្សែភ្នែករបស់កញ្ញាចង់កបោចរហូត
នៅខាងកូតូវិញបុគ្គលិកក៏បានមកជួយដំណឹងឲ្យសេឈ្មោះអ្នកមកទទួលសញ្ញាគ្រប់ស្លឹកផងដើម្បីការពារមិនឲ្យយកសញ្ញាទៅលក់បន្តកូតូដែលលឺហើយគេមិនបានខ្វល់អ្វីទេព្រោះតែនៅពេលនេះគេមិនដឹងថាមានម្នាក់មកចូលរួមឬអត់ទេក្រោយមកហ្វេនដែលមិនសុំសញ្ញាក៏បានចូលមកដោយមនុស្សទី1នោះមិនមែនជាអ្នកណាឆ្ងាយទេគឺជាគ្រូរបស់ហ៊ីម៉េនឹងឯងកូតូនឹងស្រែកឡូឡាព្រោះគិតថាអ្នកគ្រូនឹងជាហ្វេនខ្លាយតែអ្នកគ្រូក៏ប្រាប់ថានាងជាម្នាក់ក្នុងចំណោមអ្នកមានសំណាងដែលចាប់រង្វាន់បានទើបមានសិទ្ធិចុះឈ្មោះក្នុងចំណោម100នាក់ពេលកូតូសញ្ញាឈ្មោះហើយគូរូបឲ្យនាងរួចអ្នកគ្រូនឹងមុខឡើងរីកដូចគ្រាប់ជីហើយមនុស្សបន្ទាប់កូតូមិនដែលឃើញមុខទេតែគេក៏មិនទាន់ប្រកាសចិត្តដែរថាជាហ្វេនរបស់គេពិតប្រាកដឬអត់ចុងបញ្ចប់ក៏បានដឹងថានាងគឺជាអ្នកស្គាល់គ្នារបស់រុស្ស៊ីធ្វើឲ្យកូតូនឹងបាត់បង់ជំនឿទៅហើយថានាងជាហ្វេនពិតប្រាកដក្រោយមកនេះបន្ទាប់ទៀតកូតូក៏បានសួរថាទទួលការងារនេះមកមែនអត់គេជួលមែនអត់ទោះបីជាពួកគេនឹងប្រាប់ពីអាជីពរបស់ពួកគេរៀងៗខ្លួនកូតូក៏នៅតែជឿថាមនុស្សទាំងអស់នេះអ្នកកែសម្រួលជាអ្នកជួលមកមិនខានបានមកកណាត់ព្រឹកហើយពួកគេក៏បានសញ្ញាអស់50នាក់ហើយកូតូបានសុំទៅទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងហ៊ីម៉េទាំងពីរនាក់បានមកអង្គុយញ៉ាំហាំប៊ឺហ្គឺជាមួយគ្នាហើយអ្នកដែលធ្វើហាំប៊ឺហ្គឺនឹងគឺជាហ៊ីម៉េនឹងឯងមើលទៅនងចូលចិត្តហើយបានទៅធ្វើច្រើននៅថ្នាក់នឹងហ៊ីម៉េក៏បានរៀបរាប់ប្រាប់ប៉ាថានាងធ្វើអីខ្លះមកកណាត់ថ្ងៃនេះពេលវេលាដែលគេបានចំណាយជាមួយនឹងកូនស្រីគេពិតជាមានក្តីសុខខ្លាំងមែនទែនប៉ុន្តែក្រុមការងាររបស់គេក៏បានមកស៊ើបហៅថាដល់ពេលត្រូវទៅសញ្ញាទៀតហើយតាមផ្លូវដែលដើរទៅវិញកូតូនឹងក៏បានទាក់ចិត្តជាមួយនឹងរូបភាពមួយពេលឈរមើលឲ្យបានល្អិតល្អន់គេក៏បានដឹងថាអ្នកដែលគូគំនូរនេះជាវិចិត្រករដែលអស្ចារ្យខ្លាំងណាស់ទោះបីជាគូគំនូរដូចគ្នាប៉ុន្តែបើប្រៀបធៀបនឹងតុក្កតាអន់ដូចជាគេខុសគ្នាដូចមេឃដីពេលមកដល់កន្លែងសញ្ញាហើយកូតូក៏បានសួរគ្រប់គ្នាថានៅមិនឈប់ជួលមនុស្សមកទៀតអ្នកកែសម្រួលក៏ប្រាប់ថាខ្ញុំទៅភ្លើជួលមកធ្វើអីហើយនេះគឺជាកម្មវិធីចែកសញ្ញារបស់លោកហើយខ្ញុំទៅយកលុយមកពីណាមកជួលហើយនៅទីនោះដែរពោពេញទៅដោយសម្បត្តិហើយនឹងកាដូពីហ្វេនដែលបានផ្ដល់មកឲ្យកូតូពីអ្នកកែសម្រួលក៏បានប្រាប់ទៀតថាបើសិនជាពួកគេត្រូវគេជួលមកពិតមែននោះពួកគេនឹងមិនយកកាដូឬធ្វើរបស់ទាំងអស់នោះមកឲ្យនោះទេវាខាតពេលកូតូលឺហើយមានអារម្មណ៍ចឹងដែរទោះបីគេមិនចង់ជឿក៏ដោយតែបើសង្កេតមើលទឹកមុខរបស់ fan club ដែលមករកគេគឺពោពេញទៅដោយស្នាមញញឹមហើយនឹងការស្ញើសើមកលើគេទោះបីជាកូតូដឹងថាមាន fan club ច្រើនណាស់ដែលចូលចិត្តគេរហូតធ្វើឲ្យគេមានភាពជឿជាក់ប៉ុន្តែគេក៏មិនអាចឲ្យកូនស្រីជាទីស្រឡាញ់របស់គេដឹងបានទេពេលចែករួចអស់ហើយបានជួបជាមួយនឹងបុរសម្នាក់ដែលដឹកដៃក្មេងមកដែរកូតូក៏បានខ្សឹបប្រាប់បុរសម្នាក់នោះថាតើដឹងមែនអត់ថាខ្ញុំគូក៏តុក្កតាមិនបើឲ្យក្មេងដឹងមិនអីទៅអីគេក៏ប្រាប់ថាទៀងគេហើយនឹងកូនប្រុសគឺសុទ្ធតែជា fan club របស់កូតូធ្វើឲ្យកូតូនឹកឃើញអ្វីមួយដល់ពេលគេសញ្ញាឲ្យពីអ្នកពូកូនហើយពីអ្នកពូកូននឹងគឺញញឹមរីករាយណាស់ហើយដូចមានមោទនភាពទៅលើកូតូខ្លាំងធ្វើឲ្យនៅថ្ងៃនេះកូតូត្រឡប់មកមានភាពជឿជាក់ម្ដងទៀតដ៏មាន power ពេញបឹបអញ្ចឹងវាធ្វើឲ្យរាងកាយរបស់យើងមាំមួនណាស់រហូតទៅបុកអាអញ្ចឹងដែលបាំងនឹងដួលធ្វើឲ្យគេបានឃើញហ៊ីម៉េដែលកំពុងតែឈរមើលដែរអ្នកគ្រូដែលនៅក្បែរនោះបានចូលមកជួយបន្លប់ថាពេលនេះខ្លួនកំពុងតែសារអាជីពរបស់មនុស្សធំដោយដែលហ៊ីម៉េធ្វើហ៊ីម៉េលឺហើយនាងក៏យល់ហើយបានសុំខ្លួនទៅរកប៉ារបស់នាងហើយពេលនេះវាហួសពេលដែលណាត់ខ្លាចថាប៉ាមិនវិញផ្លូវទោះបីជាហ៊ីម៉េនឹងបានឃើញកូតូហើយក៏ដោយតែនាងចាំមិនបានទេដោយសារតែប៉ារបស់នាងមិនខុសអីពីមនុស្សដែរមិនបានដេក7យប់7ថ្ងៃអញ្ចឹងធ្វើឲ្យនាងចាំមិនបានថាគាត់គឺជាលោកប៉ាកូតូរបស់នាងងាកឡើងហ៊ីម៉េបានឲ្យកាដូទៅកាន់លោកប៉ាហើយប្រាប់ថានេះគឺជាកាដូដែលនាងធ្វើការសាកធ្វើការពេញមួយថ្ងៃហើយលុយនេះអាចយកទៅទិញរបស់នៅក្នុងសួនកំសាន្តនឹងបាននាងទិញកាដូមកឲ្យលោកប៉ាកូតូពិតជាមានមោទនភាពខ្លាំងណាស់ព្រោះនេះគឺជាកម្លាំងញើសឈាមរបស់ហ៊ីម៉េដែលខំទិញមកឲ្យហើយហ៊ីម៉េក៏បានសួរដល់មុខរបស់មនុស្សធំតើលោកប៉ាបានទៅហើយនៅពេលនោះរូបភាពក៏បានកាត់ពេលដែរហ៊ីម៉េ18ឆ្នាំម្ដងទៀតហ៊ីម៉េដែលកំពុងតែចាប់ផ្អប់នាងក៏បានគិតថានាងចង់បញ្ជាក់អ្វីដែលនាងកំពុងតែគិតបន្តិចទើបបានជាយកប្រអប់នោះមកបើកមើលរបស់នៅខាងក្នុងនោះគឺជាម៉ាញ់កាមួយរឿងសាច់រឿងនៅក្នុងនោះគឺធម្មតាទូទៅទេអត់បានរំភើបសប្បាយអីទេសាច់រឿងនៅក្នុងរឿងហ្នឹងមានតែ3តួអង្គឪពុកម្ដាយកូនគ្រប់គ្នានៅក្នុងរឿងរស់នៅយ៉ាងមានក្តីសុខហើយរូបភាពក៏បានកាត់ទៅមួយខាងទៀតនៅក្រុមរបស់ហ៊ីម៉េដែលកំពុងតែរងចាំនាងពេលនោះដែរគ្រូរបស់ពួកនាងក៏បានចូលមកហើយប្រាប់ក្មេងៗថាមានដំណឹងល្អហើយនឹងដំណឹងអាក្រក់ចង់ប្រាប់ពួកគេកាត់មកខាងហ៊ីម៉េវិញដែលកំពុងតែអង្គុយកណ្ដាលម្នាក់ឯងនឹងមានអារម្មណ៍ថាផ្ទះមួយខ្នងនេះដូចផ្ទះណាមេកូរ៉ូអញ្ចឹងមានតែមួយទេដែលមិនដូចគ្នាគឺមើលទៅឃើញសមុទ្រហ៊ីម៉េបានប្តេកខ្លួនចុះព្រោះនាងច្បោកច្បល់ណាស់ពេលនោះនាងបានឃើញរូបភាពមួយស្រស់ស្អាតខ្លាំងណាស់មាន3នាក់ឧបកូនធ្វើឲ្យហ៊ីម៉េគិតថាឬមួយនេះគឺជាផ្ទះដែល3នាក់ឧបកូនយើងនៅជាមួយគ្នាតែចុងបញ្ចប់ទៅបីជាម៉ាក់បាននៅជាមួយតែលោកប៉ា
បានមើលថែនាងល្អឥតខ្ចោះខ្លាំងណាស់ដើម្បីមិនឲ្យនាងមានអារម្មណ៍ថាខ្វះភាពកក់ក្ដៅពីម្ដាយកាត់ទៅអតីតវិញកូតូកំពុងនាំកូនស្រីជាទីស្រឡាញ់ទៅដើរកម្សាន្តពេលដែលមកដល់បុគ្គលិកក៏បានសួរថាពួកគេចូលនៅ3នាក់មែនអត់កូតូនោះក៏គិតថាបុគ្គលិកប្រហែលយល់ច្រឡំគិតថាពួកគេមក3នាក់ពួកកូនម្ដាយប៉ុន្តែតាមការពិតនោះបុគ្គលិកគ្រាន់តែរាប់កូនឆ្កែជាមួយដែរទេពេលដែលបុគ្គលិកនាំមកបន្ទាប់ហើយបុគ្គលិកក៏បានណែនាំអនសិនជាទីកន្លែងដែលស្ងប់ស្ងាត់ខ្លាំងណាស់ទីកន្លែងបែបនេះជាទីកន្លែងដែលគេចូលចិត្តមកណាត់ជួបសហាយហើយអ្នកដែលមានឋានៈធំឬអ្នកល្បីៗអីតែងតែមកគេចអ្នកយកសារព័ត៌មាននៅទីនោះតែតាមមើលទៅទីកន្លែងបែបនេះប្រហែលមានរឿងជាច្រើនកើតឡើងទៀតពេលនោះដែរកូនឆ្កែព្រោះចម្លែកទៅបានជាកូតូចេញទៅមើលហើយបានឃើញថាបន្ទប់ក្បែរនោះអត់មានអ្នកណាចូលនៅទេហើយមើលទៅដូចជាខានមានអ្នកមកនៅយូរតែព្រោះអីអញ្ចឹងក្រោយមកពីអ្នកពកូនគេនឹងទៅត្រាំទឹកមុននឹងទៅទទួលទានអាហារទោះបីជាកូតូនោះព្រួយបារម្ភខ្លាំងណាស់ដែលត្រូវមិនឲ្យកូនស្រីទៅត្រាំទឹកម្នាក់ឯងតែគេក៏នឹកឃើញថាគេលែងព្រួយហើយព្រោះគេបានរៀបចំកម្រងការទុកហើយព្រោះតែគេមានមិត្តរួមការងារដូចជារ៉ូស៊ឺហើយនិងកញ្ញាសក់កប៉ោចឲ្យចូលទៅជាមួយនឹងហ៊ីមេកញ្ញាសក់កំប៉ោចហ្នឹងក៏ប្រាប់ថាគ្រាន់តែមកលេងទឹកសោះហេតុអីព្រួយបារម្ភនៅថ្នាក់ហ្នឹងតែកូតូក៏ប្រាប់ថាមានជនជាតិជប៉ុនស្រាប់នៅកន្លែងអាងទឹកច្រើនហើយដែរហើយមានមានការពារព័ន្ធនឹងអនសេនទៅច្រើនធ្វើឲ្យគេអត់គិតមិនបានសោះកូតូក៏បានជួយដំណើរទាំងពីរនាក់ទៅរកហ៊ីមេដែលជាកន្លែងងូតទឹករបស់មនុស្សស្រីពេលនោះដែរហ៊ីមេក៏បានដើរចេញមកល្មមព្រមទាំងបានប្រាប់ថាដែលចង់នៅយូរព្រោះតែនាងព្រួយបារម្ភដល់កូនឆ្កែរបស់នាងតែវានៅម្នាក់ឯងហើយនាងនឹងទៅរកកូនឆ្កែរបស់នាងសិនប៉ាហ្នឹងនៅលេងទឹកទៅកុំបាច់ព្រួយបារម្ភពីនាងកញ្ញាទាំងពីរនាក់នោះក៏ប្រាប់ថាបើអញ្ចឹងការងារដែលយើងទទួលមកគឺបញ្ចប់ហើយមែនអត់មើលទៅទំនោរតែចាប់មែនព្រោះតែហ៊ីមេអត់បានមកត្រាំទឹកផងនឹងពេលកូតូទៅត្រាំទឹករួចហើយគេក៏បានមកទទួលទានអាហារជាមួយនឹងហ៊ីមេពេលដែលកំពុងតែទទួលទានអាហារនោះដែរអ៊ំម្នាក់ក៏បានស្រែកឡើងថាគេនឹងលេងប្រពន្ធហើយរៀបការជាមួយនឹងមនុស្សស្រីដែលនៅនឹងមុខកូតូដែលលឺបែបនេះហើយមើលទៅទំនងមិនស្រួលទៅបានជាបំបីអារម្មណ៍កូនឲ្យមកចាប់អារម្មណ៍រឿងផ្សេងពេលនោះដែរនារីដែលអង្គុយតុជាមួយនឹងលោកអ៊ំក៏បានប្រាប់ដែរថានេះមានរឿងចង់សារភាពតាមការពិតទៅគាត់មានអាយុ26ទេគឺអាយុ40ហើយធ្លាប់លេងប្តីហើយ2ដងហើយជំពាក់អំណុលគេ5លានយ៉េនលោកអ៊ំនឹងទទួលបានគ្រប់យ៉ាងហើយសន្យាថានឹងស្រឡាញ់គ្នាជារៀងរហូតពេលនោះដែរមកតុទៀតក៏បានសារភាពទៅកាន់មនុស្សស្រីថាកាដូដែលគេផ្ដល់ឲ្យនាងនោះមិនមែនជាពូជស៊ីវ៉ាវ៉ានោះទេវាគ្រាន់តែជាឆ្កែធម្មតាដែលគេទៅរើមកធ្វើជាកាដូឲ្យនាងខាងស្រីអត់បានជំទាស់អីទេហើយក៏អរគុណដែលមិនបានលាក់បាំងបន្តទៀតតែយាយមកគូដែលកំពុងតែចូលរួមអបអរនឹងមកគូនោះលោកតាក៏មានរឿងចង់សារភាពទៅកាន់លោកយាយដែរប៉ុន្តែលោកយាយនោះដឹងរឿងគ្រប់យ៉ាងអស់ហើយព្រោះតែលោកតានឹងគាត់ទំពេកមែនតែសក់គាត់បិទម្ដាយជាប់ទេទីនេះគឺជាកន្លែងសារភាពកំហុសដែលគ្រប់គ្នាបានលាក់បាំងកូតូនឹងលឹងភាំងព្រោះគេក៏មានរឿងលាក់បាំងកូនស្រីដែរហើយមនុស្សនៅទីនេះក៏សុទ្ធតែមានរឿងលាក់បាំងគ្នាដែរព្រមទាំងរឿងដែលស្វាមីត្រូវគេបណ្ដេញចេញពីការងារហើយនៅតែបន្លប់កុហកប្រពន្ធថាខ្លួននៅមានការងារឬមនុស្សដែលកេងប្រវ័ញ្ចហើយនឹងមនុស្សដែលកែសម្ផស្សអស់បន្ទួលខ្លួនពេលនោះដែរចុងភៅក៏បានរត់ចេញមកសារភាពដែរថាសាច់ដែលគេធ្វើមកឲ្យគ្រប់គ្នាទទួលទានមិនមែនជាសាច់ premium ដោយដែលបានផ្សព្វផ្សាយនោះទេតែគឺជាសាច់គោគីដែលវិញដើមមកម្ដុំនេះខណៈពេលដែលកូតូកំពុងតែគាំងលោកតាពាក្យសក់ក៏បានប្រាប់ថាដល់វេនកូតូត្រូវសារភាពម្ដងហើយទោះបីជាកូតូព្យាយាមបិទបាំងថាមិនមានអ្វីលាក់ទេប៉ុន្តែគ្រប់គ្នាបានដេញគំរាមកំហែងឲ្យកូតូនិយាយមករហូតកូតូអត់លេងបាននិយាយថារឿងដែលខ្ញុំលាក់បាំងទុកគឺតែនៅពេលនោះដែរឮសំឡេងមនុស្សស្រីស្រែកដែលដល់ពេលរត់ចេញទៅវាជាសំឡេងរបស់រ៉ូស៊ឺព្រោះរ៉ូស៊ឺបានឃើញសមោរត់នៅក្នុងបន្ទប់រហូតបុគ្គលិករត់ចូលមើលហើយដល់ពេលដែលនាងត្រូវសារភាពខ្លះហើយតាមការពិតទៅនៅក្នុងនេះមានវិញ្ញាណរបស់លោកគ្រូធនបតៈហើយរៀងរាល់យប់គេនឹងចេញមកសេការងាររបស់គេដែលសេមិនទាន់ចប់រ៉ូស៊ឺហើយនឹងកូតូគិតថាបុគ្គលិកនោះប្រកាសជាបោកខានតែដល់ពេលបែរទៅមើលមុខបុគ្គលិកក៏បានឃើញថានាងដូចជាធូរទ្រូងណាស់ទឹកមុខដូចស្រស់ស្រាយពេលដែលបាននិយាយរឿងសម្ងាត់ដែលខំលាក់ទុករាប់ពាន់ឆ្នាំធ្វើឲ្យកញ្ញាសអមប៉ោចនឹងមកសើចរកព័ត៌មានពាក់ព័ន្ធនឹងធនបតៈនៅថ្ងៃដែលគេស្លាប់ពេលនោះគេកំពុងតែសរសេរតែសសគេក៏បានក្អួតជិញ្ឈាមហើយទៅផុតនៅមន្ទីរពេទ្យរឿងរ៉ាវក៏បានពាក់ព័ន្ធមកដល់កូតូថាដែលកូតូនឹងគួរអំនួរស្រាតខោនៅក្នុង office អាចកំពុងតែធ្វើដើម្បីលាក់បាំងធាតុពេទ្យរបស់គេមែនអត់កូតូធ្វើឯងសើចស្ងួតប្រាប់ថារ៉ូស៊ឺនឹងនិយាយលើពេកហើយធ្វើឲ្យកញ្ញាសក់កំប៉ោចនឹងគិតថាកូតូប្រកាសជាមានរឿងលាក់បាំងគ្រប់គ្នាមិនខានកាត់ទៅបច្ចុប្បន្នវិញពេលដែលហ៊ីមេអាយុ18ឆ្នាំនាងបានគិតថាពេលនោះពេលដែលប៉ាគិតច្រើនពិបាកចិត្តគាត់តែងតែមកឈរ
ដើរទៅមកមុខផ្ទះហើយនៅថ្ងៃនោះនាងចាំបានពេលដែលគាត់ដើរចូលមកភ្លាមនាងក៏ដឹងភ្លាមថាគាត់នោះត្រូវបានគេបណ្តេញចេញពីការងារពេលដែលហ៊ីមែនកំពុងតែអង្គុយភ្លឹកនៅមុខផ្ទះមានក្មេងប្រុសម្នាក់ដើរចូលមកហើយរាក់ទាក់ទៅកាន់នាងហ៊ីមែនក៏ចាំបានព្រោះធ្លាប់ឃើញគេនៅក្នុងធីវីក្មេងប្រុសម្នាក់នេះមានភាពល្បីល្បាញដោយសារតែគេសម្ដែងថាមុខគីតែក្មេងប្រុសក៏មិនទាន់សារភាពដែរថាគេជាអ្នកណាគាត់មកខាងរស់សិស្សហើយនឹងអ្នកកែសម្រួលពួកគេកំពុងតែនិយាយដល់តារបស់ហ៊ីមែនខៃលីអ៊ីមេស៊ីកាតាគឺជាវិចិត្រករដ៏ល្បីល្បាញវាក៏ជាគំនូរតែមួយដែលនៅថ្ងៃនោះកូតូបានឈមមើលភ្លេចមកផ្លែតលោកsưក៏បាននិយាយថាក្តីស្រឡាញ់របស់កូតូនៅពេលនោះត្រូវមានរនាំងពាំងមូលហេតុដោយសារតែទាំងពីរនាក់គឺជាសិល្បករដែលខុសគ្នាខ្លាំងណាស់ធ្វើឲ្យមានគំនិតខ្វែងរូបភាពក៏បានកាត់មកកាន់ហ៊ីមែនវិញហើយតាមការពិតទៅគេគឺជាកូនប្រុសរបស់ប្អូនឪពុកនាងហ៊ីមែននោះក៏មិនដឹងដែរថាប៉ារបស់នាងក៏មានប្អូនដែរតែដល់ពេលដឹងបែបហ្នឹងហើយរៀងធូរទ្រូងបន្តិចព្រោះដំបូងនាងព្រួយបារម្ភណាស់ព្រោះខ្លាចថាខ្លួនឯងនេះកូនរើសបានព្រោះឃើញមុខក្មេងប្រុសម្នាក់នេះស្តៀងនឹងប៉ារបស់នាងដែររូបភាពក៏បានកាត់មកកាន់នារីម្នាក់នាងបានមកសួររឿងពាក់ព័ន្ធនឹងឧបទ្ទវហេតុដែលសភៅធ្លាក់មកសង្កត់កូតូមនុស្សដែលបានឃើញហេតុការណ៍គេបានប្រាប់នារីម្នាក់នោះថាកូតូមិនបានរពន្ធរឿងទេពេលដោយសារតែមានមនុស្សលួចយកសភៅចេញទៅមួយក្បាលហើយខណៈពេលដែលគេកំពុងតែជញ្ជូនសភៅចេញមកសភៅនោះក៏បានធ្លាក់មកសង្កត់កូតូរហូតធ្វើឲ្យកូតូនោះសន្លប់កើតជារុក្ខជាតិរាប់ឆ្នាំហើយដែលគេត្រូវជួបហេតុការណ៍បែបហ្នឹងក៏ដោយសារក្រោយពីកូតូលាចេញពីការងារអ្នកគូម៉ាន់ហ្គាគេព្យាយាមទៅរកការងារផ្សេងៗធ្វើតែមិនសមសោះដែលគេព្យាយាមនៅថ្នាក់នឹងព្រោះតែគេមិនចង់លក់ផ្ទះមើលទៅគេដូចមានលុយសន្សំប៉ុន្តែគេក៏ប្រើលុយនោះដើម្បីតាមរកភរិយាដែលនាងបានបាត់ខ្លួនសាបសូន្យចាប់តាំងពីជួបឧបទ្ទវហេតុក្នុងទឹកយូរណាស់មកហើយរឿងហ្នឹងវាបានកើតឡើងក្រោយពីហ៊ីមែនកើតបានមិនយូរទេចាប់តាំងពីហេតុការណ៍ម្ដងនោះកូតូមិនបញ្ឈប់នៅការតាមរកភរិយាឡើយបន្ទាប់ពីកើតឧបទ្ទវហេតុកូតូនៅតែសរសេរគូម៉ាន់ហ្គាដដែលគេគូវាចូលខ្ទង់10ឆ្នាំឯណោះវាធ្វើឲ្យគេប្រែប្រួលលេងដូចមុនក្រោយគេបាត់បង់ភរិយាធ្វើឲ្យគេមិនអាចធ្វើឲ្យអ្នកអានរីករាយក្នុងការអានរឿងរបស់គេសោះសាច់រឿងគូចេញមកដូចគ្មានវិញ្ញាណនេះឯងគឺជាហេតុផលពិតប្រាកដដែលធ្វើឲ្យកូតូឈប់ធ្វើជាអ្នកគូម៉ាន់ហ្គាដល់ពេលចេញពីការងារនឹងហើយធ្វើឲ្យកូតូអត់មានការងារធ្វើរហូតខ្វះខាតប្រាក់ចំណូលគេបានរកការងារនេះហើយការងារនោះទៀតរហូតមកដល់ការងារលើសភៅវាធ្វើឲ្យកូតូត្រូវជួបបាតុហេតុដេកស្លាប់ដូចជារុក្ខជាតិអញ្ចឹងកាន់មកខាងហ៊ីមែនហើយនឹងកូនប្រុសរបស់មីងពួកគេអង្គុយនិយាយគ្នាបានមកសន្ទុះធ្វើឲ្យហ៊ីមែនដឹងថាអ្នកដែលឲ្យកូនសៅមកគឺជាមីងសោះព្រោះកាលពីអតីតកាលកូតូបានយកកូនសៅទៅផ្ញើនឹងប្អូនស្រីព្រោះគិតថាបើសិនថ្ងៃមួយមានរឿងអីកើតឡើងលើគេប្អូនស្រីនឹងគួរតែយករបស់ទាំងអស់នោះទៅលក់ហើយយកលុយនោះប្រគល់ឲ្យហ៊ីមែនកូនស្រីតែមួយគត់របស់គេហ៊ីមែស្ដាប់ហើយគិតថាចង់បញ្ចប់មីងអត់បានលក់អីសោះព្រោះនាងបានចូលទៅមើលហើយបានឃើញរបស់នៅពេញបន្ទប់ក្មេងប្រុសក៏ប្រាប់ថានឹងក៏ដោយសារតែចង់ឲ្យហ៊ីមែដឹងថាប៉ារបស់នាងធ្វើការអីនិយាយបានមកសន្ទុះក្មេងប្រុសក៏បានលាត្រឡប់ទៅផ្ទះវិញពេលនោះដែរគ្រូអ៊ីស្កូហើយនឹងមិត្តរបស់ហ៊ីមែក៏បានចូលមកល្មមគ្រូបានប្រាប់ហ៊ីមែថាប៉ារបស់នាងដឹងខ្លួនហើយមិត្តរបស់ហ៊ីមែក៏បានស្រែកថាបើនេះជាដំណឹងល្អចុះដំណឹងអាក្រក់អីគេទៅគ្រូនឹងមិនទាន់បានឆ្លើយអីទេរូបភាពក៏បានកាត់មកកាន់មន្ទីរពេទ្យភ្លាមហ៊ីមែក៏បានជួបជាមួយនឹងរឿងដែលช็อกខ្លាំងព្រោះតែកូតូចាំនាងមិនបានរ៉ូសឺក៏បានចូលមកសួរកូតូថាគេភ្លេចហ៊ីមែហើយមិនមែនគេប្រាប់ថាសួរអីអញ្ចឹងអ្នកណាទៅភ្លេចកូនស្រីរបស់ខ្លួនឯងទៅពេលនេះកូនស្រីរបស់គេទៅតែ10ឆ្នាំហ្នឹងធ្វើឲ្យពួកគេដឹងថាពេលនេះកូតូបានបាត់កចងចាំមកហើយចាំត្រឹមតែថាកូនស្រីរបស់គេពេលនេះអាយុ10ឆ្នាំចំណែកការចងចាំ10ឆ្នាំកន្លងមកកូតូនឹងភ្លេចអស់ហ៊ីមែក៏បានមកសួរវិជ្ជាបណ្ឌិតថាហេតុអីប៉ារបស់នាងបាត់ការចងចាំតែរយៈពេល7ឆ្នាំអាចថាវាមានរឿងប៉ះទង្គិចផ្លូវចិត្តរបស់គេចាស់ដែលបានឮហើយក៏បានយករឿងហ្នឹងមកពិភាក្សាគ្នាថាមានរឿងអ្វីកើតឡើងរយៈពេល7ឆ្នាំកន្លងមកនេះហើយរឿងអ្វីទៅដែលប៉ះទង្គិចផ្លូវចិត្តរបស់គេដល់ថ្នាក់ហ្នឹងពេលនោះដែរលឺសំឡេងឡូឡាពីបន្ទប់របស់កូតូព្រោះតែកូតូស្រែកឡូឡាចង់ទៅរកហ៊ីមែរ៉ូស៊ឺព្យាយាមបញ្ចូលកូតូដោយប្រាប់ថាមិនអាចឲ្យហ៊ីមែមកឃើញកូតូក្នុងសភាពបែបនេះបានទេគេត្រូវតែមើលថែរក្សាសុខភាពខ្លួនឯងឲ្យរឹងមាំសិនកូតូក៏ប្រាប់ថាបើអញ្ចឹងគេនឹងធ្វើដើម្បីអ្នកទស្សនារបស់គេដោយការគូម៉ាន់ហ្គារបស់គេឲ្យរួចរាល់សិនដោយកូតូនឹងមិនដឹងថាមិនការរឿងនឹងត្រូវគេបិទមិនឲ្យសរសេរបន្តយូរណាស់មកហើយប៉ុន្តែគ្រប់គ្នាក៏មិនហ៊ានប្រាប់ការពិតកូតូដែរព្រោះខ្លាចថាបើដឹងការពិតហើយវាប៉ះទង្គិចផ្លូវចិត្តរបស់គេកាន់តែខ្លាំងក្រោយមកគ្រប់គ្នាបានយកឧបករណ៍ធ្វើការមកឲ្យកូតូហើយក៏បានរួមដៃគ្នាក្នុងការជួយធ្វើការកូតូម្ដងទៀតក្រុមការងាររបស់ពួកគេគិតថាវាប្រៀបដូចជាសបិនអញ្ចឹងព្រោះ
សូម្បីតែក្នុងសុបិនយើងក៏មិនហ៊ាននឹងគិតផងបែបនេះថាពួកយើងបានមកចាប់បិចចាប់សៀវភៅគូជាមួយគ្នាម្ដងទៀតវាធ្វើឲ្យហ៊ីមេទើបតែបានឃើញទិដ្ឋភាពការងាររបស់លោកប៉ាដែលនាងទើបតែបានឃើញលើកដំបូងនេះឯងពេលនោះកូតូក៏បានបែរទៅសួរហ៊ីមេថានាងគឺជាជំនួយការថ្មីមែនឬអត់ពេលនេះគេកំពុងតែមីញើគេចង់រំខានបន្តិចហ៊ីមេក៏សួរថាមានរឿងអីគេប្រាប់ថាខ្ញុំព្រួយបារម្ភកូនស្រីខ្លាំងណាស់មុននឹងនាងបម្រើទៅដល់គេចង់ឲ្យនាងជួយមើលថែកូនស្រីឲ្យគេជំនួសបានអត់គេព្រួយបារម្ភថានាងនៅម្នាក់ឯងវានឹងមានរឿងអីកើតឡើងរ៉ូសឺនឹងជួយនិយាយប៉ុន្តែហ៊ីមេក៏បាននិយាយកាត់ថាអំឡុងពេលដែលកំពុងចូលរងចាំឲ្យតែរកហ៊ីមេតើលោកគ្រូមានរឿងអីចង់ឲ្យនាងជួយឬអត់ក្រោយមកហ៊ីមេក៏បានមកធ្វើតាមដែលកូតូបានបញ្ជាឲ្យនាងមកធ្វើលោកគ្រូហើយនឹងមិត្តរបស់នាងក៏បានចូលមកនិយាយជាមួយមុននេះនាងមិនបានដឹងរឿងអ្វីពាក់ព័ន្ធនឹងប៉ារបស់នាងសោះហ៊ីមេក៏ប្រាប់ថាមានហើយនាងមិនដែលដឹងសោះទើបធ្វើឲ្យគ្រូគិតថាប៉ារបស់នាងមើលថែហ៊ីមេបានល្អយ៉ាងកក់ក្ដៅហ៊ីមេនាងមានអារម្មណ៍ថាប៉ារបស់នាងប្រកាសជាចិត្តគូគំនូខ្លាំងមិនខានព្រោះលើកទី1ដែលនាងបានឃើញលោកប៉ាធ្វើការផ្ទាល់នាងហាក់ដូចជាឃើញគាត់យកចិត្តទុកដាក់ក្នុងការធ្វើការរបស់គាត់ខ្លាំងណាស់បើសិនធ្វើឲ្យគាត់ចងចាំរឿងគ្រប់យ៉ាងបានវិញនោះគាត់អាចលេងបានគូរូបទៀតហើយនាងគិតថាអញ្ចឹងល្អហើយគ្រូក៏ប្រាប់ថាបើហ៊ីមេធ្វើអញ្ចឹងប៉ារបស់នាងនឹងលែងចាំនាងបានហើយតែនោះដែរមិត្តភក្តិក៏ប្រាប់ថាគោរពការសម្រេចចិត្តរបស់ហ៊ីមេបើសិននាងចង់ធ្វើអីពួកយើងចាំគ្រប់គ្រងនាងជានិច្ចក្រោយមកហ៊ីមេបានត្រឡប់មកដល់ផ្ទះវិញហើយបានចូលទៅសុំទោសនៈរបស់នាងដែលទុកឲ្យវានៅផ្ទះម្នាក់ឯងហើយបានចូលទៅអោបវាទិញទឹកភ្នែកក្រោយមករូបភាពក៏បានកាត់ទៅពេលដែលកូតូនាំម៉ាក់របស់ហ៊ីមេទៅពិនិត្យភ្នែកព្រោះម៉ាក់របស់ហ៊ីមេមើលឃើញពណ៌មិនដូចអ្នកដទៃទេហើយមិនយូរទេនាងលែងដឹងពណ៌ណាជាពណ៌ណាពិភពលោករបស់នាងនឹងលែងមានពណ៌ឆើតឆាយហើយមានតែពណ៌សខ្មៅម៉ាក់របស់ហ៊ីមេនឹងគិតថាមុននាងមើលដឹងថាពណ៌ណាជាពណ៌ណានាងចង់ទៅមើលពពកដ៏ស្រស់ស្អាតដោយភ្នែករបស់ខ្លួនឯងផ្ទាល់បន្តិចនាងបានប្រាប់កូតូថានាងចង់ទៅសមុទ្រដែលពួកយើងធ្លាប់ទៅជាមួយគ្នាហើយផ្ដាំឲ្យកូតូមើលថែហ៊ីមេបានល្អហើយនេះដែរក៏ជាបណ្ដាំចុងក្រោយរបស់ម៉ាក់កន្លងផុតទៅមិនបានយូរប៉ុណ្ណាបទវហេតុក៏បានកើតឡើងកាលមកខាងកូតូដែលកំពុងតែដេកសម្រាកនៅមន្ទីរពេទ្យគេតែងតែសម្បិតឃើញទិដ្ឋភាពបែបនេះម្ដងហើយម្ដងទៀតជាប្រចាំហើយគាត់នៅក្នុងចិត្តថាគេមិនគួរបណ្ដោយឲ្យភរិយាជាទីស្រឡាញ់ចាក់ចែងទៅទាំងបែបនោះតែម្នាក់ឯងនោះទេថ្មីក្រុមការងារនៃគុំម៉ាន់កាក៏បានមករួមការងារនៅមន្ទីរពេទ្យដូចរាល់ដងកូតូពេទ្យសង្ឃឹមខិតខំធ្វើការខ្លាំងមែនទែនដល់ពេលនៃការសម្រួលមើលក៏បានដឹងថាវាមិនខុសអីពីដែលកូតូគូកាលពី7ឆ្នាំមុនទេគឺមិនប្រាប់ការពេទ្យលើកទៅកាន់កូតូពេទ្យមែនទេរ៉ូសឺក៏ប្រាប់ថាចឹងហើយទុកឲ្យកូតូដឹងនៃខ្លួនឯងទៅវាល្អជាងក្រុមការងារដែលត្រឡប់មកជួយពីគេពេទ្យជាខិតខំក្នុងការជួយកូតូខ្លាំងមែនទែននិកាយសម្រួលក៏ប្រាប់ថាប៉ុន្តែយើងក៏គួរតែលេងរ៉ូសឺទៅម្នាក់ទៅព្រោះតែនៅពេលនេះនាងខ្លាចជាអ្នកល្បីហើយនាងបាននិពន្ធរឿងដ៏ល្បីមួយរឿងកន្លងផុតទៅមិនបានយូរប៉ុណ្ណាទេនិកាយសម្រួលក៏បានប្រាប់ឲ្យគ្រប់គ្នាចេញទៅរងចាំនៅខាងក្រៅធ្វើឲ្យពេលនេះមានតែហ៊ីមេនិងប៉ារបស់នាងតែពីរនាក់ហ៊ីមេក៏បាននិយាយមួយកូតូថាពេលដែលគាត់បានគូគំនូគាត់មើលទៅមានក្តីសុខណាស់ហើយនាងព្រមតែមិនបានគិតនៅក្នុងចិត្តថាប៉ាស្រឡាញ់ការងារនេះដល់ថ្នាក់នេះប៉ុន្តែប៉ាជ្រើសរើសនឹងលាក់បាំងនាងមករហូតមើលទៅគាត់ទំនងជាហត់ខ្លាំងណាស់នាងពិតជាចង់សុំទោសគាត់ខ្លាំងដែលមិនដឹងរឿងអីពាក់ព័ន្ធនឹងប៉ាសំបីតែបន្តិចនាងបាននិយាយមួយកូតូបន្តទៀតថាការដែលបានគូគំនូជារៀងរហូតពេញមួយជីវិតរបស់គាត់ប្រហែលជាមានក្តីសុខណាស់ហើយប៉ុន្តែកូតូក៏បានប្រាប់ហ៊ីមេថាការដែលធ្វើឲ្យគេមានក្តីសុខខ្លាំងក្តីសុខពេញមួយជីវិតគឺការដែលហ៊ីមេធំលូតលាស់មកយ៉ាងល្អប្រយោគនោះធ្វើឲ្យហ៊ីមេស្រោតទឹកភ្នែកព្រោះនាងបានដឹងថាប៉ាស្រឡាញ់នាងខ្លាំងតែពេលនោះដែរនាងបានបញ្ញាប់រត់ចាក់ចេញពីបន្ទប់នោះហើយបានខលទៅប្រាប់ពួកម៉ាក់របស់នាងមានរឿងមួយមិនថាមានរឿងអីកើតឡើងនាងក៏ត្រូវតែឲ្យប៉ានាងដឹងក្នុងពេលដែលកំពុងរត់នាងបានគិតក្នុងចិត្តថាតាមការពេទ្យនាងជាកូនស្រីដែលមិនល្អសោះពិតជាអាត្មានិយមណាស់ប៉ុន្តែមិនថាមានរឿងអីនាងក៏ចង់នៅក្បែរកាយគាត់ជារៀងរហូតហើយរត់មកដល់មិត្តភក្តិនាងក៏ត្រូវទៅសុំទោសមិត្តភក្តិដែលត្រូវមកសុំរឿងបញ្ញាប់បញ្ញាល់បែបនេះប៉ុន្តែមិត្តភក្តិរីករាយនឹងគ្រប់គ្រងនិងចាំជួយឲ្យមេជានិច្ចពេលមកដល់គោលដៅនាងបញ្ញាប់រត់គុណនឹងពីរកើតនៅមន្ទីរពេទ្យនៅពេលរសៀលពេលដែលអ្នកគូគំនូកំពុងតែលាកូតូត្រឡប់ទៅផ្ទះរៀងៗខ្លួនពេលនោះដែរហ៊ីមេក៏បានមកដល់ល្មមព្រមទាំងបានអូកេះមកជាច្រើនប្រអប់ពេលដែលកញ្ញាសក់កំពយទៅបើកមើលក៏បានឃើញថាវាគឺជារឿងច្បាប់ដើមដែលកូតូគេយកទៅទុកនៅផ្ទះហ៊ីមេក៏បានហុចទៅឲ្យកូតូមើលកូតូឃើញហើយពេលជាអើខ្លាំងណាស់ព្រោះគេចាំបានថាគេនឹងមិនដែលគូរឿងបែបនេះពីមុនមកទេហ៊ីមេក៏បានយករឿងផ្សេងៗទៀតមកឲ្យកូតូអានខណៈពេលដែលកូតូកំពុងតែអានការចងចាំរយៈពេលកន្លងមកក៏បានផុសចូលមកក្នុងខួរក្បាលរបស់គេម្ដងមួយឈុតម្ដងមួយឆាកហើយនឹងហេតុការណ៍ដែលគេបានជួបនៅពេលនោះហើយគេក៏ទើបតែចាំបានថាតាមការពិតទៅហ៊ីមេនឹងច
ចូលរៀនអនុវិទ្យាល័យហើយបានទៅជួលបន្ទប់ជួលដែលចាំបន្តិចតែហ៊ីម៉េកក៏មិនបានខូចចិត្តឬសោកស្ដាយអ្វីទេព្រោះការដែលបាននៅជាមួយនឹងប៉ាគឺជាអ្វីមួយដែលនាងគិតថាវាល្អខ្លាំងបំផុតហើយនៅក្នុងខួរក្បាលរបស់កូតូហ៊ីម៉េធំលូតលាស់ម្ដងបន្តិចរហូតពេលនេះនាងធំពេញវ័យពេលនឹកឃើញដល់រឿងរ៉ាវទាំងអស់ម្ដងបន្តិចហើយគេក៏ទើបតែស្រក់ទឹកភ្នែកព្រោះមនុស្សដែលឈរនៅមុខគេគឺកូនស្រីជាទីស្រឡាញ់ហ៊ីម៉េនៅពេលអាយុ18ឆ្នាំពេលដឹងបែបនេះហើយកូតូវាភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះគេមិនអាចឲ្យកូនស្រីមកឃើញថាគេនឹងគូរឿងបែបនេះទេអតីតមិត្តរួមការងារគឺពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានដឹងថាការចងចាំរបស់កូតូត្រឡប់មកវិញអស់ហើយហ៊ីម៉េបានគិតនៅក្នុងចិត្តថាប៉ារបស់នាងចងចាំរឿងគ្រប់យ៉ាងអស់ហើយទោះបីជាប៉ាលាក់បាំងរឿងនេះនាងក៏មានរឿងលាក់បាំងប៉ាដូចគ្នានោះគឺនាងបានលួចទៅគូគំនូរជាមួយនឹងពួកម៉ាក់របស់នាងជាញឹកញាប់រូបភាពក៏បានកាត់មកកាន់កូតូម្ដងទៀតគេកំពុងតែស្នើ project ថ្មីទៅឲ្យអ្នកកែសម្រួលគេគិតថា project ថ្មីនេះប្រកាសជាជោគជ័យមិនខានបើជោគជ័យហើយគេនឹងយកលុយម្ដុំនេះទៅបោះកណ្ដាលមុខតាកាចាមអ្នកហ្នឹងធ្វើឲ្យអ្នកកែសម្រួលដឹងថាតាមការពិតទៅឪពុកក្មេករបស់កូតូគឺជាអ្នកដែលបងថ្លៃពេទ្យឲ្យកូតូរយៈពេល1ឆ្នាំកន្លងមកនេះខណៈពេលដែលអ្នកកែសម្រួលកំពុងតែមើល project ថ្មីក៏បានដឹងថាវាគឺជារឿងដែលកំប្លែងអាភាសទៀតហើយអត់មែនដើម្បីបោកទេគឺបែបកំប្លែងនេះឆ្លើយនេះកែសម្រួលក៏សួរថាបើសិនហ៊ីមេដឹងមានរឿងអីកើតឡើងទេមែនអត់កូតូក៏ប្រាប់ថាមិនអីទេព្រោះពេលនេះហ៊ីមេនាងធំពេញវ័យហើយវាមិនអីនោះទេនិកាយសម្រួលក៏ប្រាប់ថាឬមួយយើងគូរឿងពាក់ព័ន្ធនឹងខ្សែជីវិតរបស់អ្នកគូម៉ានការតែម្ដងទៅជារឿងរ៉ាវរបស់អ្នកគូម៉ានការដែលលាក់បាំងកូនស្រីដែលគេគឺជាអ្នកគូម៉ានការអភិក្រោយមកហ៊ីមេក៏បានដឹងថាផ្ទះនេះដែរវាដូចគ្នាក៏ដោយសារតែប៉ាគិតទុកមុនបើម៉ាក់មានអាការៈកាន់តែធ្ងន់នោះដល់ថ្នាក់មើលលេងឃើញការរស់នៅវាប្រកាសជាពិបាកជាងមុនហើយទោះបានជាប៉ាសាងសង់ផ្ទះនោះឲ្យដូចគ្នាទោះបីគាត់មិនបានប្រាប់តល់មាត់ហ៊ីមេគិតថាប្រកាសជាបែបនឹងមិនខានហើយនៅប្រអប់19ឆ្នាំវាមានកដាស់គូសញ្ញាដែលច្បាស់លាស់វាបានសរសេររឿងរ៉ាវរបស់ពណ៌វាជាពណ៌ដែលម៉ាក់បានគូបន្ថែមលើម៉ែនការដ៏គួរឲ្យធុញរបស់លោកប៉ាវាធ្វើឲ្យហ៊ីមេមានការតាំងចិត្តបង្កើតការចងចាំដែលមានពណ៌ខ្មៅពណ៌សរបស់នាងដោយការគូគំនូរឲ្យប្រឌិតពណ៌ហើយការងារសិល្បៈដែលជារឿងរ៉ាវគ្រប់យ៉ាងហើយ The Movie អាចកំបាំងលោកប៉ាក៏បានចប់ដោយបរិបូរណ៍ត្រឹមនឹងជាចុងក្រោយនាងក៏សូមអរគុណដល់គ្រប់គ្នាដែលបានខំតាមដានទស្សនាតាំងពីដើមរហូតមកដល់ចប់បើចូលចិត្តការសម្រាយរបស់នាងសូមកុំភ្លេចចុច like subscribe ដល់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីមុនគេជួបគ្នានៅវីដេអូថ្មីទៀតសម្រាប់ថ្ងៃនេះសូមអរគុណសូមជម្រាបលា